យប់ឡើងខំបិទភ្នែកមែនតែគេមិនលក់តតែសោះអញ្ចឹងគួរតែធ្វើមិនទៅចឹងពិនិត្យមើលរឿង5នេះមើលថាតើយើងធ្វើបានត្រឹមត្រូវណាទី1នោះគឺពាក់ព័ន្ធជាមួយនឹងពេលវេលាដែលយើងចូលគេងហើយនឹងក្រោកពីគេងតើម៉ោងដែលយើងចូលហ្នឹងតដែលហើយម៉ោងក្រោយនេះតដែលឬក៏អត់ទេបាទតិចឆ្លាស់ចេះតិចឆ្លាស់ចុះឬក៏គេងពេលថ្ងៃផងពេលល្ងាចផងបាទពិនិត្យមើលតិចទី2នោះគឺពាក់ព័ន្ធជាមួយនឹងចំណីអាហារបាទយើងញ៉ាំឆ្អែតពេកមុនចូលគេងបាទយើងញ៉ាំកាហ្វេមុនចូលគេងបាទយើងញ៉ាំគ្រឿងស្រវឹងមុនចូលគេងអានឹងក៏អាចជះឥទ្ធិពលមកកាគេងដែរទី3គឺពាក់ព័ន្ធនឹងបន្ទប់ផ្ទាល់តែម្ដងបន្ទប់នឹងស្ងាត់អត់បាទឬក៏មានសម្លេងរំខានតាមផ្លូវទីតូតពេញហ្នឹងឬក៏មួយទៀតពន្លឺខ្លាចងងឹតឆឹងមិនបានទេពីព្រោះភ័យខ្លាចត្រូវតែមានភ្លើងភ្លឺចែងចាំងបានគេងកើតបាទពិនិត្យមើលហើយសុយសន្តិភាពអូដាក់25អត់បានទេតតែ16អញ្ចឹងកុំឲ្យវាក្តៅពេកកុំឲ្យត្រជាក់ពេកផងដែរណាហើយទី4នោះគឺទូរស័ព្ទដៃរបស់យើងអូគេអត់លក់ទេតែមិននិយាយទូរស័ព្ទជាប់នឹងដៃអញ្ចឹងដកចេញឲ្យឆ្ងាយទី5នោះគឺពាក់ព័ន្ធជាមួយនឹងកីឡាមានបានហាត់អត់មួយថ្ងៃ30នាទីធ្វើឲ្យបានអញ្ចឹងពិនិត្យមើលខ្លួនឯងមើល5ចំណុចហ្នឹងបានអនុវត្តល្អប្រសើរហើយនៅបើនៅទេកែសម្រួលភ្លាម